ឥឡូវយើងមកដល់កន្លែងគេហើយប៉ុន្តែយើងត្រូវធ្វើ សារ check in ដល់ខ្លួនឯងមកដល់បន្ទប់យើងចុច password ហើយចាំយើងធួរួមទាំងអស់គ្នាថាបន្ទប់ស្អាតឬក៏តូចឬក៏ធំអីចឹងណាដល់ជាហ្នឹងហើយ policy គេឲ្យយើងទៅស្បែកជើងព្រោះខ្លាចប្រឡាក់អីនិយាយទៅបន្ទប់នៅជប៉ុនគឺ clean ហ្មងមានផ្ទះបាយមាន living room មានទូបន្ទប់គេធំលើកនេះណែបាត់ភ្លើងអីណាអូខេអ្នកទាំងអស់គ្នាឥឡូវយើងមកធួរួមដែលខ្ញុំបានជួលគេនៅអាសាកូសាអញ្ចឹងខ្ញុំគេនៅនេះ3យប់ហើយខ្ញុំជួលជា apartment ហើយមានជាក្រានបាយមាន living room ដល់បន្ទប់ធំក្រេធំស្រួលគេនិយាយទៅតម្លៃប្រហែលជាដូចលើកមុនដែរប្រហែលជា100ជាងតិចតួចទេប៉ុន្តែបើនិយាយពីបន្ទប់ខ្ញុំជួលលើកនេះគឺបានធំជាងការខ្ញុំមកលើកមុនទេមានទូកក៏បើបាក់មុនទូកមានអីខ្លះអត់មានអីតិចអីយកដាក់ខ្លួនឯងអូខេឥឡូវយើងមកមើលបន្ទប់ទឹកអូបន្ទប់ទឹកគេមានម៉ាស៊ីនបោកខោអាវអូបោកខោអាវមានអីទៀតក្នុងនេះមិនទៀតបន្ទប់ទឹកលោកទៅអីណានេះបន្ទប់ទឹកតូចដែរតែប៉ុណ្នេះធំហើយនៅជប៉ុនប៉ុណ្នេះធំហើយបើមកលើកមុនឡើងជាអៀបបាយរហូតតែកន្លែងដើរអត់បានហ្នឹងតែបន្ទប់100ជាងប៉ុណ្ណេះធំហើយអូខេមកអ្នកទាំងអស់គ្នាមិញភ័យបុកពោះហ្មងណាដោយសារតែចូលមកបន្ទប់នេះមិញអត់ឃើញមានបកុនទេchứ không chưa hạបកុននៅណាតាមពិតនៅខាងនេះសោះអូយនិយាយទៅមកលើកណាក៏ថ្មីរហូតដែរណែបន្ទប់គេឡើងស្អាតតែអត់ឃើញណាអូខេនេះបន្ទប់ទឹកគេប្រើចិត្តបេតុងដូចលើកមុនអញ្ចឹងតែមកលើកណាក៏ប្លែកដែរប្លែកចូលមកបន្ទប់ប្លែកមកបន្ទប់ខំតែភ័យស្មានដល់មានបន្ទប់ទឹកអត់មានបកុនវិញមានវេរ៉ង់ដាដែលយើងអាចចេញមើលទេសភាពនៅខាងមុខបានទៅអត់មានទេសភាពអីទេមានតែគៀហើយមើលឡានមើលម៉ូតូមើលកង់គេអញ្ចឹងណា